Bạn cực mỹ số là cô đơn cũ đang chỉ số từ đầu bong bong là chỉ bài đó này hay nên số stay bong bong đó này it is like học án thay đấy ở là cô mọi thứ cả bên chỗ bị mê đến mũi tại tôi từ nâng cả một cột chùm nổ tu spiễn nè tại sao tại tôi cũ khơi tha mình sa môi chùm nuốn đại bộ cột nơi mình bành hà tại tôi từ nâng cả một cột chùm nổ tu spiễn ở toàn trầm trời để thay đấy លោកគ្រូនឹងបញ្យល់លម្អិតពីការដោះស្រាយនៃការប្រកួតចំនួនទស្សនវិជ្ជាហ្នឹងមួយឲ្យបានត្រឹមត្រូវណាអញ្ចឹងយើងក៏លេចមកមើលទាំងអស់គ្នាជាការរំលឹកឡើងមិញសម្រាប់បងប្អូនដែលបានរៀនហើយណាអញ្ចឹងការប្រកួតចំនួនទស្សនវិជ្ជាយើងនឹងស្រាប់ហើយអញ្ចឹងមុននឹងឈានទៅដល់ការសិក្សាទៅលើការប្រកួតចំនួនទស្សនវិជ្ជាអញ្ចឹងយើងត្រូវស្គាល់សិនអំពីចំនួនទស្សនវិជ្ជាអញ្ចឹងសំណួរសួរថាតើដូចម្ដេចទៅដែលហៅថាចំនួនទស្សនវិជ្ជាអញ្ចឹងចំនួនទស្សនវិជ្ជាអូនបានដឹងហើយចំនួនទស្សនវិជ្ជាគឺជាចំនួនដែលមានផ្នែកគុតផងនិងផ្នែកទស្សនវិជ្ជាផងអញ្ចឹងយើងក៏លេចមកមើលតារាងទាំងអស់គ្នាអញ្ចឹងនេះគឺជាចំនួនទស្សនវិជ្ជាអញ្ចឹងយើងឃើញថាចំនួនទស្សនវិជ្ជាគឺបែងចែកជា3ផ្នែកគឺផ្នែកទី1យើងហៅថាកញ្ឆ្វេងដៃយើងហៅថាផ្នែកគុតណាផ្នែកគុតដែលយើងរាប់ចាប់ពីចំណុចទស្សនវិជ្ជាមកគឺយើងរាប់ពីស្ដាំដៃទៅយើងរាប់ហៅខ្ទង់រាយណាខ្ទង់រាយខ្ទង់10បន្ទាប់មកបាទខ្ទង់100ខ្ទង់1000ខ្ទង់10000អញ្ចឹងទៅហើយតកតងទៅនឹងកណ្ដាលនេះគេហៅថាចំណុចទស្សនវិជ្ជាណាអាដាមមូនេះហៅចំណុចទស្សនវិជ្ជាបន្ទាប់មកខាងស្ដាំដៃចំណុចទស្សនវិជ្ជានេះយើងហៅថាផ្នែកទស្សនវិជ្ជាណាផ្នែកទស្សនវិជ្ជាអញ្ចឹងផ្នែកទស្សនវិជ្ជាបងអូនកុំយល់ច្រឡំអញ្ចឹងផ្នែកទស្សនវិជ្ជាវាអត់ដូចទៅនឹងផ្នែកគុតទេផ្នែកទស្សនវិជ្ជាយើងរាប់ពីឆ្វេងដៃនៃចំណុចទស្សនវិជ្ជាទៅគឺយើងរាប់ចាប់ពីខ្ទង់ភាគ10មុនគេណាខ្ទង់ភាគ10អញ្ចឹងបងអូនកុំច្រឡំណាថាមានខ្ទង់ភាគរីអត់មានទេអញ្ចឹងចំនួនទស្សនវិជ្ជានៅផ្នែកទស្សនវិជ្ជាគឺយើងចាប់រាប់ពីខ្ទង់ភាគ10មុនគេណាខ្ទង់ភាគ10ហើយខ្ទង់ភាគ100ខ្ទង់ភាគ1000តែម្ដងហ្នឹងហើយអញ្ចឹងអត់មានខ្ទង់ភាគរីណាអញ្ចឹងសំណួរសួរថាតើយើងស្គាល់ខ្ទង់មានប្រយោជន៍អីអញ្ចឹងមានប្រយោជន៍នៅពេលដែលយើងប្រកួតបាទប្រកួតលេខចំនួនទស្សនវិជ្ជាហ្នឹងគឺយើងងាយនៅក្នុងការប្រកួតត្រូវបាទអញ្ចឹងក្នុងនេះលោកគ្រូមានលេខមួយចំនួនដែរដែលនេះអញ្ចឹងគឺហៅ80.58ណា80.58ដែលយើងឃើញ0ណា0គឺនៅខ្ទង់រាយ8នៅក្នុង10បើយើងគិតតម្លៃវាទៅ8មានតម្លៃនៅខ្ទង់10មានតម្លៃ80ហ្នឹងហើយ80ឥឡូវលោកគ្រូមានលំហាត់គំរូចំនួន4នៅក្នុងការបញ្យល់ជូនបងប្អូនទាំងគ្នាដែលនៅការស្ទាក់ស្ទើរណាអញ្ចឹងតកតទៅនឹងទី1លោកគ្រូធ្វើការប្រកួតត្រឹមខ្ទង់ពី10ណាអញ្ចឹងយើងមើលទៅលំហាត់របស់យើងអញ្ចឹងក្នុងនេះវាមាន2ណាវាមានកហើយនិងខអញ្ចឹងលំហាត់កអញ្ចឹងគេឲ្យយើងមកគត់ត្រឹមខ្ទង់ពី10ណាមកគត់ត្រឹមខ្ទង់ពី10ទៅលើលំហាត់កអញ្ចឹងកាលណាគេឲ្យបង្កត់ត្រឹមខ្ទង់ពី10អញ្ចឹងអ្វីដែលបងអូនត្រូវមើលមុនគេនេះគឺបងអូនមើលចាប់ពីខាងស្ដាំដៃចំណុចទស្សនវិជ្ជាតែម្ដងណាយើងមើលពីខាងស្ដាំដៃចំណុចទស្សនវិជ្ជាតែម្ដងអញ្ចឹងបង្កត់ត្រឹមខ្ទង់ពី10សំណួរសួរថាតើលេខ5លេខ1លេខ2នេះតើខ្ទង់ពី10នៅកន្លែងណាណាខ្ទង់ពី10នៅកន្លែងណាអញ្ចឹងឥឡូវយើងមកមើលណាអញ្ចឹងផ្នែកទស្សនវិជ្ជាអញ្ចឹងយើងហៅរាប់ចាប់ពីខ្ទង់ពី10ខ្ទង់ទី1នេះហៅថាខ្ទង់ពី10ណាហើយសម្រាប់ខ្ទង់ទី2នេះហៅខ្ទង់ភាគរយអញ្ចឹងយើងរាប់ខ្ទង់ទី1មានន័យថាជាខ្ទង់ពី10ហើយតើអត់បាទអញ្ចឹងយើងមកមើលនេះចំណុចទស្សនវិជ្ជាអញ្ចឹងខ្ទង់ពី10បាទខ្ទង់ភាគរយនិងខ្ទង់ភាគ1000អញ្ចឹងគេឲ្យយើងមកគិតត្រឹមខ្ទង់ពី10អញ្ចឹងអ្វីដែលយើងចំណាំបាទអញ្ចឹងយើងគូសចំណាំខ្ទង់ភាគ10នឹងសិនបាទខ្ទង់ភាគ10នឹងសិន
ចឹងយើងស្គាល់លេខដែលយើងត្រូវប្រកួតទេក៏ប៉ុន្តែនៅពេលដែលយើងបង្កត់អូនតើគ្នាត្រូវចំណាំណានៅពេលដែលយើងចង់បង្កត់ត្រឹមខ្ទង់ណាមួយបាទខ្ទង់ភាគណាមួយនៃចំនួនទស្សពាក្យហ្នឹងអូនអត់មើលលេខមួយហ្នឹងទេអូនត្រូវមើលខាងស្ដាំដៃនឹងមួយលេខបាទប្រសិនបើលេខមួយហ្នឹងបាទលេខមួយហ្នឹងវាតូចជាង5បាទមានន័យថាតូចជាង5បាទតូចជាង5បងប្អូនដឹងណាមានបាទមាន1ណាមានអាចថាមាន1អាយ៉ាសំទោសបាទតូចជាង5អញ្ចឹងតូចជាង5អាចមានអីណាអាចមានបាទ1 2ណាមានអីទៀតមាន3ណាមាន4អញ្ចឹងទៅអញ្ចឹងកាលណាវាសិនជាវាតូចជាង5គឺយើងត្រូវធ្វើការបង្កត់ចុះតាមមេរៀនដែលយើងបានរៀនហើយណាមួយវិញទៀតប្រសិនបើជាតម្លៃលេខមួយហ្នឹងវាមានតម្លៃធំជាង5ណាធំជាង5ម្ដងអញ្ចឹងធំជាង5មានលេខប្រមាណខ្លះអញ្ចឹងមានលេខ6បាទ7 8និង9អញ្ចឹងយើងត្រូវធ្វើការបង្កត់ឡើងតោះឥឡូវយើងមកធ្វើការបង្កត់ជាមួយលោកគ្រូទាំងអស់គ្នាអញ្ចឹងយើងមើល802.512អញ្ចឹងគេឲ្យបង្កត់ត្រឹមខ្ទង់ពី10មានន័យថានេះលេខ5នេះប៉ុន្តែយើងត្រូវមើលខាងស្ដាំដៃលេខនឹងមួយលេខសំណួរសួរថាតើខាងស្ដាំដៃលេខនឹងមួយលេខប្រមាណបាទគឺលេខ1អញ្ចឹងលេខ1តូចជាង5ឬក៏ធំជាង5បាទអញ្ចឹងលេខ1គឺតូចជាង5អញ្ចឹងមានន័យថាយើងបង្កត់វាចុះណាបង្កត់ចុះអញ្ចឹងលេខ1បង្កត់ចុះទៅប៉ុន្មានអូនអញ្ចឹងលេខ1បង្កត់ចុះទៅ0អញ្ចឹងនេះបងត្រូវចាំណាអញ្ចឹងកាលណាយើងបង្កត់ចុះណាបង្កត់ចុះគឺប្រែប្រួលតែលេខដែលនៅខាងស្ដាំដៃហ្នឹងទេណាអញ្ចឹងអាលេខដែលនៅក្នុងភាគ10ហ្នឹងវាមិនប្រែប្រួលនោះទេវារក្សាតម្លៃដដែរប៉ុន្តែបើសិនបើជាវាបង្កត់ឡើងអញ្ចឹងមានន័យថាអាលេខដែលយើងត្រូវបង្កត់ហ្នឹងក្នុងភាគ10ហ្នឹងវានឹងឡើងមួយលេខណាអូខេអញ្ចឹងយើងបង្កត់ទាំងអស់គ្នាអញ្ចឹងទៅជា802ចុចបាទអញ្ចឹង5យើងនឹងស្រាប់អត់ប្រែប្រួលសេលេខ5ដដែលអញ្ចឹងនេះលេខខាងក្រោយនេះវាប្រែប្រួលមកចុះ0អញ្ចឹង0អូខេចុះយើងមកមើលខវិញបាទខអញ្ចឹង501.234ណា234អញ្ចឹងដូចគ្នាបង្កត់ត្រឹមខ្ទង់ភាគ10បាទអញ្ចឹងបន្ទាប់ពីចំណុចទស្សភាគមកខ្ទង់ភាគ10ខ្ទង់ភាគ100និងខ្ទង់ភាគ1000អញ្ចឹងនេះខ្ទង់ភាគ10នៅកន្លែងនេះតែយើងត្រូវមើលខាងស្ដាំដៃនឹងមួយលេខដដែលណាខាងស្ដាំដៃនឹងមួយលេខដដែលយើងឃើញថាលេខនេះលេខម៉ានេះខាងស្ដាំដៃនឹងមួយលេខគឺលេខ3អញ្ចឹងមានន័យថាបង្កត់ចុះដូចគ្នាអញ្ចឹងទៅជា501.200បាទ200ហ្នឹងបាទអញ្ចឹងចុះយើងមកមើលប្រសិនបើយើងចង់បង្កត់ត្រឹមខ្ទង់ភាគរយវិញបាទខាងលើនេះយើងបង្កត់ត្រឹមខ្ទង់ភាគ10ណាអញ្ចឹងខាងក្រោមនេះយើងបង្កត់ត្រឹមខ្ទង់ភាគរយម្ដងអញ្ចឹងយើងមើលអញ្ចឹងចំណុចទស្សភាគក្នុងភាគ10ខ្ទង់ភាគរយណាអញ្ចឹងយើងមកមើលអញ្ចឹងយើងចំណុចទស្សភាគដូចគ្នាណាចំណុចទស្សភាគ15ចុចអញ្ចឹងនេះចំណុចទស្សភាគហើយអញ្ចឹងយើងមើលនេះ815អញ្ចឹង8នៅក្នុងភាគ10 1នៅក្នុងភាគរយណាអញ្ចឹង5នៅក្នុងភាគ1000អញ្ចឹងមានន័យថានេះយើងរកឃើញហើយខ្ទង់ភាគរយរបស់យើងគឺនៅនេះលេខ1ណាលេខ1ប៉ុន្តែយើងនឹងស្រាប់ហើយក្នុងការបង្កត់ចំនួនទស្សភាគអញ្ចឹងយើងអត់មើលអាលេខដែលយើងត្រូវបង្កត់ហ្នឹងទេណាអាខ្ទង់ភាគដែលយើងត្រូវបង្កត់ហ្នឹងទេយើងត្រូវមើលខាងស្ដាំដៃនឹងមួយលេខណាអញ្ចឹងយើងមើលនៅខាងស្ដាំដៃមួយលេខហ្នឹងលេខបានបាទគឺលេខ5អញ្ចឹងលេខ5សំណួរសួរថាតូចជាង5ឬក៏ធំជាង5បាទអញ្ចឹងលេខ5គឺវាមានតម្លៃស្មើទៅនឹង5ដែរអញ្ចឹងបាទអញ្ចឹង5ក៏យើងបង្កត់ឡើងដែរណាបងប្អូនបាទអញ្ចឹងទៅជាប៉ុន្មានអូនមកឥឡូវខាងមុខនេះយើងសេវិញដដែលណាអញ្ចឹង15បាទចុច
បាទអញ្ចឹង8សរសេរមួយដដែលបាទអញ្ចឹងខាងនេះលេខ1ណាប៉ុន្តែខាងស្ដាំដៃនឹងមួយលេខប៉ុន្មានលេខ5អញ្ចឹងលេខ5នេះឡើងទៅមួយលេខអញ្ចឹងបង្កត់ឡើងទៅលេខ10អញ្ចឹងអាខាងមុខនេះប្រែប្រួលមួយលេខណាអញ្ចឹងទៅជាអានេះបដូរពីលេខ1ឡើងមកជាលេខ2អញ្ចឹងខាងក្រោយនេះអក្សរ0អញ្ចឹងបង្កត់ឡើងពី15.815មក15.820តោះណាបងប្អូនបាទឥឡូវយើងមកមើលខវិញអាម៉ាត់ខបាទអាម៉ាត់ខ62.09ណា0សំដៅ090អញ្ចឹងយើងមកមើលខ្ទង់ដែលយើងត្រូវមើលគេគឺខ្ទង់ភាគដែលយើងចង់ប្រកួតនៅខ្ទង់ភាគណាអញ្ចឹងខ្ទង់ភាគរយដដែលខ្ទង់ភាគរយដដែលអញ្ចឹងយើងរាប់មកខ្ទង់ភាគ10ទី1ណាក៏ស្ដាំដៃនឹងខ្ទង់ភាគរយស្ដាំដៃមួយលេខនេះខ្ទង់ភាគ1000អញ្ចឹងបើសិនជាយើងចង់បង្កត់ត្រឹមខ្ទង់ភាគរយយើងរកខ្ទង់ភាគរយឲ្យឃើញសិនខ្ទង់ភាគរយលេខ9ក៏ប៉ុន្តែយើងត្រូវមើលខាងស្ដាំដៃមួយលេខដដែលណាខាងស្ដាំដៃមួយលេខដដែលអញ្ចឹងខាងស្ដាំដៃមួយលេខដដែលគឺលេខ0អញ្ចឹង0យើងនឹងស្រាប់ឲ្យ0វាតូចជាង5ទេអញ្ចឹង0បង្កត់ចុះបាទអញ្ចឹងទៅជា62.0បាទលេខ9សរសេរមិញដដែលលេខ0យើងសរសេរមិញដល់ដែរអញ្ចឹងលេខរបស់យើងអត់មានប្រែប្រួលទៅណាណាបាទអត់មានប្រែប្រួលទៅណាដោយសារបើលេខ1យើងមកគិតចុះមកទៅជា0ប៉ុន្តែដោយសារតែវា0ស្រាប់អញ្ចឹងវាអត់ទៅក្រោម0ទេវាមានតែត្រឹម0នឹងឯងបាទអញ្ចឹងមុននឹងបញ្ចប់វីដេអូលោកគ្រូមានលំហាត់ជូនបងប្អូនអញ្ចឹងគ្រូមានកណាមានកអញ្ចឹងលោកគ្រូឲ្យបងប្អូនបង្កត់ត្រឹមខ្ទង់ភាគរយណាតើចម្លើយមួយហ្នឹងស្មើនឹងប្រមាណអញ្ចឹងបងប្អូនជួយខមមិនទៅលោកគ្រូផងណាអញ្ចឹង82បាទចុច702បាទអញ្ចឹងបង្កត់ត្រឹមខ្ទង់ភាគរយដដែលតើចម្លើយស្មើប៉ុន្មានណាអញ្ចឹងបើសិនជាបងប្អូនឃើញចម្លើយបងប្អូនជួយខមមិនចម្លើយនៅខាងក្រោមវីដេអូបាទសូមអរគុណ